បានញ៉ាសូមគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាvừaត្រឡប់មកសាជាថ្មីជាមួយនឹងការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃចង់ដឹងថាតើតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះតើយើងអាចធ្វើការទិញឡើងបានហើយឬនៅហើយតំបន់ណាខ្លះដែលយើងអាចធ្វើការលក់ចុះមកវិញចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកវិភាគហាងឆេងមាសប្រចាំថ្ងៃអង្គារទី1ខែមេសានេះទាំងអស់គ្នាអញ្ចឹងយើងឥឡូវនេះគឺដើមខែថ្មីហ៎ចង់ដឹងថាតើមាសនឹងមានបំរែបំរួលបែបណាខ្លះមុននឹងឈានចូលដល់ការវិភាគខ្ញុំសូមរំលឹកការពីម្សិលមិញបន្តិចពីម្សិលមិញមាសគឺមានការកើនឡើងខ្លាំងមែនទែនហើយកត្តាដែលជំរុញឲ្យមាសមានការកើនឡើងការពីម្សិលមិញនោះគឺពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវសង្គ្រាមភូមិសាស្ត្រនយោបាយក្នុងនោះយើងឃើញថាការពីព្រឹកម្សិលមិញហ្នឹងគឺលោកដូណាល់ត្រាំគាត់បានគម្រាមក្នុងការទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ីរ៉ង់ដើម្បីឲ្យអ៊ីរ៉ង់ហ្នឹងយល់ព្រមនៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរប៉ុន្តែខាងអ៊ីរ៉ង់គាត់អត់មានខ្វល់ខ្វាយអីទេហើយព័ត៌មានមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងលោកដូណាល់ត្រាំគាត់ខឹងចំពោះប្រទេសរុស្ស៊ីដោយការចរចាបញ្ចប់បទឈប់បាញ់រវាងរុស្ស៊ីហើយនិងអ៊ុយក្រែនគឺមានភាពមិនល្អប្រសើរនោះទេតែធ្វើឲ្យលោកដូណាល់ត្រាំគាត់មានការខាងសម្បាមែនតែនហើយគម្រាមដាក់ទណ្ឌកម្មទៅលើប្រេងរបស់រុស្ស៊ីយ៉ាងណាមិញយើងឃើញថាព័ត៌មាននេះគឺវាបានជំរុញឲ្យមាសមានការកើនឡើងហើយឥឡូវយើងមកមើលព័ត៌មាននៅក្នុងថ្ងៃនេះវិញចង់ដឹងថាតើមាសនឹងមានបំរែបំរួលបែបណាហើយថ្ងៃនេះក៏មានព័ត៌មានសំខាន់ដែរតាក់ទងជាមួយនឹងការដាក់ពន្ធអញ្ចឹងគឺវានឹងជាអត្តពលខ្លាំងដល់ទីផ្សារផងដែរឥឡូវយើងមកមើលបច្ចេកទេសវិញចង់ដឹងថាតើមានបំរែបំរួលបែបណាសម្រាប់តម្លៃហាងឆេងមាសរបស់យើងហើយយើងអាចធ្វើការជួញដូរយកប្រាក់ចំណេញនៅតម្លៃណាខ្លះឥឡូវយើងមកមើលបកគោប្រចាំខែដូចខ្ញុំបានបញ្ជាក់អញ្ចឹងកាលពីម្សិលមិញយើងមើលបកគោប្រចាំខែដែរឥឡូវយើងមើលបកគោប្រចាំខែទៀតមុនរសាខែថ្មីអញ្ចឹងសម្រាប់បកគោប្រចាំខែបើសិនជាយើងមើលកាលពីខែមុនណាខែ3មាសគឺមានការកើនឡើងខ្លាំងមែនតើបងប្អូនឃើញណាបិទគឺមានអត់មានសម្ោលទេគឺបិទពេញសាច់តែម្ដងសម្រាប់បកគោប្រចាំខែអញ្ចឹងគឺវាបង្ហាញពីកម្លាំងទិញឡើងខ្លាំងមែនតើសម្រាប់កម្លាំងអ្នកទិញអញ្ចឹងសម្រាប់នៅក្នុងខែថ្មីនេះខ្ញុំគិតថាមាសនៅតែបន្តកើនឡើងបន្ថែមទៀតជាពិសេសគឺនៅក្នុងដើមខែនេះឯងហើយនឹងបន្តកើនឡើងខ្លាំងបន្ថែមទៀតសម្រាប់តម្លៃមាសឥឡូវយើងចូលទៅមើលបកគោប្រចាំសប្តាហ៍ក៏មិនខុសគ្នាដែរកម្លាំងទិញនៅតែខ្លាំងបកគោប្រចាំថ្ងៃក៏ដូចគ្នាកម្លាំងទិញខ្លាំងដូចគ្នាឥឡូវយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាដើម្បីមើលតម្លៃសំខាន់ដែលយើងត្រូវមើលត្រូវទិញលក់ណាអញ្ចឹងសម្រាប់តម្លៃមាសនៅក្នុងនេះខ្ញុំបានគូសពីកម្រិតធៀមទិញហើយនិងកម្រិតខ្ពស់របស់វាអញ្ចឹងបើសិនជាយើងមើលជាក់ស្ដែងទៅតម្លៃមាសតាមពិតបច្ចុប្បន្ននេះវាប្រែប្រួលវាបង្កើតជាចន្លោះជួញដូរនៅក្នុងចន្លោះប៉ុណ្ណេះបើមើលទៅចន្លោះពី3110ទៅ3127វាប្រែប្រួលនៅក្នុងចន្លោះហ្នឹងរយៈពេលនៅក្នុងទីផ្សារអាមេរិកណាអញ្ចឹងវាប្រែប្រួលនៅក្នុងចន្លោះហ្នឹងអញ្ចឹងសម្រាប់បច្ចុប្បន្ននេះយើងមើលអាចនឹងមើលនៅក្នុងចន្លោះហ្នឹងឯងចន្លោះពី3111ហ្នឹងទៅតម្លៃ3128អញ្ចឹងបើសិនជាមាសវាបំបែកទៅទិសដៅណាមួយវានឹងបង្ហាញទិសដៅថ្មីឯងឥឡូវនេះយើងមើលជាក់ស្ដែងនៅតម្លៃបច្ចុប្បន្ននេះមាសនៅតម្លៃ3124 3125ហ្នឹងបើសិនជាវាឡើងមកបំបែកនៅកម្រិត3128នេះកម្រិតខ្ពស់បន្ទាប់របស់វាគឺនៅកម្រិត3142នេះបើសិនជាបុកដាច់ទៀតអាចនឹងមករកម្រិតខាងលើនេះខ្ទង់3160តែក្នុងករណីមួយទៀតបើសិនជាមាសបុកអត់ដាច់តម្លៃ3128ទេវានឹងធ្លាក់មកវិញបច្ចុប្បន្ននេះមកនៅលើកម្រិតខ្ពស់អញ្ចឹងយើងអាចធ្វើការ sell បានណាstop loss យើងដាក់លើ128ទៅអាច132 33យ៉ាងទៅអញ្ចឹងវានឹងធ្លាក់ចុះមកខាងក្រោមវិញបើសិនវាបុកអត់ដាច់3128ទេទិសដៅវាមកកម្រិត3111នឹងឯងលុះត្រាតែវាបំបែកបានវាចុះទៅក្រោមបន្តអញ្ចឹងមាសនៅក្នុងថ្ងៃនេះនៅក្នុងរ៉ែងនេះអាចនឹងជួញដូរក្នុងចន្លោះនេះសិនជាពិសេសក្នុងទីផ្សារអាស៊ីហ្នឹងហើយក្នុងករណីបើសិនជាវាបំបែកដូចខ្ញុំបានបញ្ជាក់អញ្ចឹងបំបែកចុះមកខាងក្រោមនេះបងប្អូនធៀមទិញនេះខ្ញុំឲ្យធៀមទិញ2តំបន់ទី1នៅក្នុងតំបន់ហ្នឹងទី2យើងធៀមទិញនៅក្នុងតំបន់មួយទៀតនៅខាងក្រោមនេះអញ្ចឹងបើសិនជារៀបរាប់ទៅតំបន់ដែលយើងធៀមទិញទី1គឺនៅកម្រិតនេះ$3085ក្នុងមួយអោនឬប្រមាណ
$216ក្នុងមួយតម្លឹងអាហ្នឹងគឺជាតំបន់ដែលយើងធៀបទិញហ្នឹងអាហ្នឹងតំបន់ទី1តំបន់ទី2នៅខាងក្រោមនេះខ្ទង់តម្លៃ$3068ក្នុងមួយអោនឬក៏ប្រមាណ$3696ក្នុងមួយតម្លឹងអាហ្នឹងគឺជាតំបន់ដែលខ្ញុំឲ្យបងប្អូនធៀបទិញឡើងក្នុងករណីបើវាធ្លាក់អូខេអញ្ចឹងសម្រាប់ការវិភាគទៅលើហាងឆេងមាសរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានប៉ុណ្្នឹងទេបាទសម្រាប់បងប្អូនដែលចង់សិក្សាស្វែងយល់ពីការជួញដូរតម្លៃហាងឆេងមាសទីផ្សារប្តូរប្រាក់បងប្អូនដែលថ្មីចង់សិក្សាពីកម្រិតដំបូងបងប្អូនអាចមកសិក្សាផ្ទាល់ឬក៏អាចសិក្សាបានតាមរយៈអនឡាញយើងមានផ្ដល់ជូននៅការបង្រៀនដោយឥតគិតថ្លៃហើយសម្រាប់បងប្អូនដែលចង់ធ្វើការបើកគណនីជួញដូរឬក៏ចង់ទទួលយកការប្រឹក្សាពីអ្នកជំនាញបងប្អូនអាចតាក់ទងមកកាន់ភ្នាក់ងាររបស់ក្រុមហ៊ុនរបស់យើងណាមួយក៏បានឬក៏អាចតាក់ទងមកកាន់ខ្ញុំបាទផ្ទាល់ដែលមានលេខទូរស័ព្ទនៅក្នុង comment អញ្ចឹងខ្ញុំបាទសូមអរគុណសូមគោរពលា